ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានាងខ្ញុំជីជីចាថ្ងៃនេះនាងខ្ញុំនៅ blog ប្រវត្តិសាស្ត្រនិងវប្បធម៌模式口នៅទីក្រុងប៉េកាំងបងប្អូនខ្មែរទាំងអស់គ្នាដឹងទេហេតុអីទីនេះហៅថា模式口តាមឡើយទីនេះមានឈ្មោះថា模式口ជាសំឡេងទី2ពីព្រោះនៅសម័យបុរាណតំបន់នេះមានភាពល្បីល្បាញដោយសារថ្មសំលៀនមុខស្រួយចាក្រុមតេអីវ៉ាន់ដោយសារតែមកទីនេះទិញថ្មសំលៀនដូច្នេះហើយជាយូរទៅមនុស្សហៅទីនេះថា模式口ក្រោយមកកែឈ្មោះទៅជា模式口ទីនេះមិនមែនជាប្លុកធម្មតាទេក្នុងនាមជាស្នូលនៃផ្លូវរទេះអបបុរាណនៅភាគខាងលិចទីក្រុងប៉េកាំងទីនេះមានប្រវត្តិសាស្ត្រជាង 1000 ឆ្នាំហើយដែលមានអាយុកាលចំណាស់ជាងដំបងវ៉ាក់សដែលយើងបាននិយាយនៅវីដេអូមុនតាមពិតទៅការផ្ដោតអារម្មណ៍នៅថ្ងៃនេះមិនមែនលើរឿងរ៉ាវប្រវត្តិសាស្ត្រទាំងនេះទេប៉ុន្តែជាដំបង模式口ដែលពោរពេញទៅដោយបរិយាកាសបញ្ចុលឆ្នាំថ្មីប្រពៃណីចិនផងដែរចាសូមតាមកាមេរ៉ារបស់ខ្ញុំទីនេះមានហាងពិសេសជាច្រើនហាងកាហ្វេជាច្រើនបាននៅក្នុងទីធ្លាចាស់ហើយយើងក៏អាចឃើញចង្គៀងគុំផងដែរចានៅតំបន់模式口បានលះទូកំណប់វប្បធម៌ដ៏អស្ចារ្យជាច្រើនផងដែរដូចជាឥឡូវនៅខាងក្រោយរបស់នាងខ្ញុំមានវត្តមួយហៅថាវត្តហ្វាហៃឥឡូវវត្តហ្វាហៃបានក្លាយជាសារមន្ទីរហើយប៉ុន្តែសោកស្ដាយណាស់ដោយសារតែថ្ងៃនេះគឺជាថ្ងៃច័ន្ទនៅប្រទេសចិនសារមន្ទីរតែឈប់សម្រាកនៅថ្ងៃច័ន្ទអញ្ចឹងថ្ងៃនេះយើងមិនអាចចូលទេប៉ុន្តែមិនអីទេយើងអាចមើលវីដេអូឥឡូវវត្តហ្វាហៃបានមានការអភិរក្សកម្រិតថ្នាក់ជាតិចិនហើយនៅក្នុងវត្តនេះមានគំនូរជញ្ជាំងរាជវង្សមីងដ៏អស្ចារ្យមានរយៈពេល600ឆ្នាំហើយចាសូមមើលរូបជញ្ជាំងស្រស់ស្អាតទេមានភាពប្រណិតដ៏ល្អិតល្អន់ទេចាពិតជាស្អាតណាស់ចានៅប្លុកដែលមានអាយុជាង 1000 ឆ្នាំនេះក៏មានអ្នកក្រុងប៉េកាំងរស់នៅផងដែរនៅពេលព្រឹកញ៉ាអាយលើសំឡេងសួរសតទុពីអ្នកជិតខាងចាស់ហើយនៅពេលរសៀលញ៉ាអាយឃើញយុវជនដើរកម្សាន្តនៅមកពិសាកាហ្វេផ្លូវបុរាណនេះពោរពេញទៅដោយបរិយាកាសរស់រវើកនៃជីវភាពប្រចាំថ្ងៃមនុស្សជាច្រើនសួរខ្ញុំថាតើកន្លែងល្អបំផុតសម្រាប់ដើរកម្សាន្តនៅទីក្រុងប៉េកាំងនៅឯណាតាមពិតទៅកន្លែងដូចជា模式口មានទាំងភាពទាក់ទាញបុរាណនៃប្រវត្តិសាស្ត្រ 1000 ឆ្នាំនិងមានហាងទាន់សម័យនេះគឺជាភាពទាក់ទាញរបស់ទីក្រុងប៉េកាំងតែវិវត្តឈប់ឈរជានេះប៉ុន្តែមិនដែលបាក់បង់វប្បធម៌ប្រពៃណីរបស់ខ្លួនឯងនោះទេបងប្អូនខ្មែរទាំងអស់គ្នាឥឡូវនេះទីនេះស្ទើរតែជាសាមូចង្គៀងគុំហើយចង្គៀងគុំពណ៌ចម្រុះមានដូចជាពណ៌ក្រហមមាសផ្កាឈូកព្យួរតាមដងផ្លូវពីចុងម្ខាងនៃផ្លូវទៅដល់ចុងម្ខាងទៀតដោយបានបំភ្លឺផ្លូវបុរាណដោយមានបរិយាកាសកោះក្ដៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីនេះនឹងរៀបចំពិធីបុណ្យចង្គៀងគុំនៅពេលដែលចង្គៀងគុំទាំងអស់ត្រូវបានបំភ្លឺនៅពេលរាត្រីពន្លឺនិងស្រមោលចូលគ្នាបញ្ចាំងនៅផ្លូវថ្មបង្កើតបរិយាកាសដ៏ទាក់ទាញជាងពេលថ្ងៃលើពីនេះទៀត
កន្លែងនេះត្រូវបានគេតុបតែងជាមួយប្រធានាបកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយលាយបញ្ចូលវប្បធម៌ប្រពៃណីជាមួយនឹងបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមនុស្សជាច្រើនកំពុងថតរូបនៅទីនេះចាសសង្ឃឹមថានៅពេលថ្ងៃក្រោយអាចជួបគ្នាបងប្អូនខ្មែរនៅទីនេះចាសសូមអរគុណនិងសូមជម្រាបលា